ពាក់ព័ន្ធនឹងការតាក់ទាញគឺក្រុមហ៊ុនវិនិយោគទុនរបស់ប្រទេសចិនកម្ពុជាចិនគឺជាចំណងសាមគ្គីដៃថែបខ្ញុំសូមផ្ដាំផ្ញើដល់និស្សិតទាំងអស់គ្នាខំប្រឹងប្រែងក្រេបចំណេះដឹងលើការសិក្សារៀនសូត្រថាប្រទេសមួយរីកចម្រើនទៅបានគឺអាស្រ័យដោយសម្បូរធនធានមនុស្សនិងអ្នកចេះដឹងចាសូមជម្រាបសួរទស្សនិកជនសម្រាប់ថ្ងៃនេះនាងខ្ញុំមានកិច្ចសម្ភាសន៍ពិសេសជាមួយនឹងលោកមុំដារ៉េតដែលជាបុគ្គលមួយរូបដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតាក់ទាញបណ្ដាក្រុមហ៊ុនធំៗមកវិនិយោគនៅក្នុងប្រទេសកម្ពុជាចាជម្រាបសួរលោកបាទជម្រាបសួរចាសម្រាប់រូបលោកផ្ទាល់ដែលបានចំណាយពេលវេលាទាំងកម្លាំងកាយចិត្តចាដើម្បីសម្របសម្រួលដល់ក្រុមហ៊ុនធំលំដាប់ពិភពលោករបស់ចិនមកវិនិយោគនៅកម្ពុជាតើលោកមានទស្សនៈដូចម្តេចដែរបាទអរគុណចំពោះសំណួរនេះបាទពាក់ព័ន្ធនឹងការតាក់ទាញនឹងពេលវេលាដែលបានជួបជាមួយក្រុមវិនិយោគទុនធំជាពិសេសគឺក្រុមហ៊ុនវិនិយោគទុនរបស់ប្រទេសចិនចា៎បាទដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយចំណងសាមគ្គីមិត្តភាពរវាងប្រទេសកម្ពុជាចិនគឺជាចំណងសាមគ្គីដៃថែបចា៎បាទហើយតាក់ទងនឹងលើចំណងសាមគ្គីភាពនេះហើយវាជាឱកាសដ៏ល្អមួយដែលថានៅពេលយើងបានស្គាល់ក្រុមហ៊ុនដែលធំនេះហើយគឺជាស្ពានដែលធ្វើឲ្យយ៉ាងណាគឺការវិនិយោគមានការងាយស្រួលបាទហើយបន្ថែមពីនោះទៅទៀតនៅពេលដែលក្រុមហ៊ុនធំបានចូលវិនិយោគនៅប្រទេសយើងធ្វើឲ្យមានការអភិវឌ្ឍហើយយើងនឹងទទួលបាននៅប្រព័ន្ធបច្ចេកវិទ្យាដែលទំនើបបាទហើយក៏ដូចជាបង្កើតឱកាសការងារជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរបាទចាសម្រាប់រូបលោកផ្ទាល់តើរំពឹងទុកទេថាកិច្ចខិតខំប្រឹងប្រែងគៀងគរបណ្ដាក្រុមហ៊ុនធំលំដាប់ពិភពលោករបស់ចិនហ្នឹងតើអាចជំរុញឲ្យសេដ្ឋកិច្ចកម្ពុជារបស់យើងនឹងកាន់តែប្រសើរឡើងដែរឬក៏អត់បាទរឿងនេះពិតណាស់បាទហេតុអីព្រោះថាពេលដែលក្រុមហ៊ុនធំទាំងអស់នោះបានយើងមានឱកាសដើម្បីសរបសរួលឬធ្វើយ៉ាងណាឲ្យគាត់មកចូលវិនិយោគនៅប្រទេសយើងនោះហើយគឺពួកគាត់នឹងនាំមកនៅការវិនិយោគទុនផ្សេងបាទនៅឱកាសនៃការវិនិយោគទុននោះហើយដែលធ្វើឲ្យកត្តាសេដ្ឋកិច្ចជាតិយើងរីកចម្រើនហើយនឹងកំណើននៃការងារធ្វើរបស់ប្រទេសជាតិយើងកាន់តែមានប្រជាពលរដ្ឋនឹងមានការងារធ្វើច្រើនបាទហើយសង្ឃឹមថាការវិនិយោគទាំងអស់នោះនឹងធ្វើឲ្យការចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើងដែលបានចេញទៅប្រទេសផ្សេងក៏គាត់មានឱកាសច្រើនការងារច្រើននៅក្នុងប្រទេសជាតិយើងគឺកម្លាំងពលកម្មក្នុងស្រុកនឹងមានការកើនឡើងបាទចាជាចុងក្រោយតើលោកមានយោបល់អ្វីផ្ដាំផ្ញើទៅបងប្អូនទស្សនិកជនទាំងអស់គ្នាដែរឬទេបាទជាចុងក្រោយនេះក៏ខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាជាពិសេសដល់បងប្អូននិស្សិតទាំងអស់គ្នាយើងទាំងអស់គ្នាគួរខិតខំប្រឹងប្រែងក្រេបចំណេះដឹងលើការសិក្សារៀនសូត្របាទគឺថាប្រទេសមួយរីកចម្រើនទៅបានគឺអាស្រ័យដោយសម្បូរធនធានមនុស្សនិងអ្នកចេះដឹងបាទហើយគួបផ្សំនឹងកត្តាទាំងអស់នេះហើយនៅពេលដែលយើងបានស្គាល់អ្នកវិនិយោគទុនធំបាទជាឱកាសដល់យើងទាំងអស់គ្នាយើងមានចំណេះដឹងជំនាញចេះដឹងទៅគឺឱកាសការងារយើងគឺមានតែម្ដងបាទសម្បូរបែបហើយពេលយើងមានចំណេះដឹងច្រើនទៅក៏ជាគ្រឹះមួយសម្រាប់ដល់ប្រទេសជាតិយើងផងដែរបាទភាពរីកចម្រើនទៅបានគឺអាស្រ័យមានប្រជាពលរដ្ឋចេះដឹងច្រើនចាបាទចាអរគុណចាលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែតាមដានទស្សនាជាមួយនឹងកិច្ចសម្ភាសចាជាមួយនឹងលោកមុំដារ៉េតក៏បានបញ្ចប់ទៅហើយសម្រាប់ពេលនេះខ្ញុំលីលីរួមជាមួយនឹងក្រុមការងារក៏សូមអរគុណសូមគោរពលា